ខ្លះរឿងកម្មពៀនឹងវាអត់ចាំយូរមកវិញភ្លាមហ្មងព្រោះអ្នកនរគ្នាសង្កេតមើលវាច្រើនដងខ្លាំងមែនតើឲ្យតែពួកអត់ទេលេខ2ហ្នឹងវាបំពេញយើងពេលណាស្រុកទេសរបស់វាគឺវាតែងកើតមានរឿងរហូតដូចម្សិលមិញនេះវាបានធ្វើការវាប្រហារមកលើប្រជាជនយើងហើយបានស្លាប់អស់ម្នាក់ទៀតដល់គ្រាន់តែថ្ងៃហ្នឹងវិញភ្លាមស្រុកវាគឺទឹកចំនួនពេញហ្នឹងហ្មងអ្នកនរគ្នាមានដឹងអត់យ៉ាដូចនឹកឃើញខាងលើដែលខ្ញុំដាក់វីដេអូហ្នឹងគឺទឹកចំនួនមកភ្លាមលិចពេញស្រុកពេញក្រុងវាអស់ហ្មងនេះនៅខេត្តណាខុនសវត្តអីនេះគឺលិចខូចខាតរហូតដល់1000ផ្ទះហើយនិយាយទៅធ្វើដំណើរអត់បានទេតតែជិះទូកហើយសំបីតែនៅទីក្រុងបាងកករបស់វាក៏លិចដែរនៅតំបន់ខ្លះគឺទឹកលិចរហូតដល់20 សង់ទីម៉ែត្រហើយដូចនៅផ្លូវក្រោមដីខ្លះអីគឺត្រូវបានបិទដោយសារប្រព័ន្ធ pumping water បូមទឹកហ្នឹងគឺវាខូចដំណើរការអត់តាន់ពេលវេលាយើងចាំមើលទាំងអស់គ្នាទៀតចាំមើលថាភ្លៀងគឺនឹងបន្តធ្លាក់ខ្លាំងចឹងទៀតអត់និយាយទៅឥឡូវនេះគឺទន្លេចៅយ៉ាវវាហ្នឹងគឺទឹកឡើងខ្លាំងមែនតើសង្ឃថានេះជាបាក់ទំនប់ទន្លេហ្នឹងបាត់ផងមិនដឹងទៅយ៉ាក៏ប៉ុន្តែមិនមែនធ្វើវីដេអូនេះគឺសើចចំអកឬក៏អីទេតែគ្រាន់តែចង់ផ្សព្វផ្សាយព័ត៌មានឲ្យអ្នកនរគ្នាដឹងដែរថានៅប្រទេសហ្នឹងឥឡូវវាកំពុងជួបអីបើអ្នកខ្លះថាហ្នឹងកម្មពៀតន់ហន់ផងគេអញ្ចឹងមានតែប៉ុណ្្នឹងឯងបើសិនមានអីថ្មីទៀតចាំខ្ញុំអាប់ដេតអ្នកនរគ្នាសូម follow Facebook TikTok ខ្ញុំនេះផង